ក្មេងបច្ចុប្បន្នគាត់អត់មានចឹងទេគាត់មកហាត់តាខ្ពស់ក៏អត់មានលុយតែគាត់ចង់ធ្វើធំពាក្យច្រើនគឺថាគាត់ឡាយតែចង់លុយឆាយគាត់ឡាយចាយវាយគាត់ដើរចូលក្រុមនេះក្រុមនោះហាក់បីដូចគាត់សង្ឃឹមថាអ្វីៗនឹងគេមកឯងអ្វីៗនឹងគេជួយឯងអ្វីៗនឹងធ្លាក់ពីលើមេឃប៉ុន្តែខ្លួនឯងអត់ខំទេអត់ស្វះស្វែងទេអត់លះលហួនទេអត់ព្យាយាមទេអត់ធ្វើការទេអញ្ចឹងនៅស្រុកគេភាគច្រើនហើយនៅស្រុកខ្មែរយើងពីដើមមិនអញ្ចឹងទេគេអត់ធ្វើអញ្ចឹងទេមួយខំណាធ្វើទាំងកម្លាំងញើសឈាមធ្វើទាំងជប់ទាំងថ្ងៃអត់មានពេលសម្រាកទេហើយយើងអត់ទេមួយថ្ងៃសៅរ៍អាទិត្យចង់សម្រាកចង់ដើរលេងកម្សាន្តចង់ជួបមិត្តភ័ក្តិជប់លៀងហើយចូលក្រៅខេដល់ពេលអញ្ចឹងហាក់បីថាពេលវេលាគាត់ធ្វើការនឹងវាតិចណាគោលក្បាលក៏ផ្ដោតទៅលើសបាយផ្ដោតទៅលើដើរលេងផ្ដោតទៅលើមិត្តភ័ក្តិហើយសង្គមឥឡូវសម្ភារៈនិយមស្រាប់ផងអញ្ចឹងអាការសន្សំលុយវាអស់អ្នកខ្លះទៅគាត់ធ្វើបាន250មានប្តីប្រពន្ធរស់នៅថ្លៃថ្នូររៀនសូត្រត្រឹមត្រូវកូនអាចចូលរៀនសាលាបានគេឯងហើយសំលុយមួយឆ្នាំ2ឆ្នាំទិញម៉ូតូគេបាន down payment តិចតួចអ្នកខ្លះទៅធ្វើមួយខែ500បើអ្នកឯងខ្លួនមួយចាយមិនគ្រប់ហើយជាពាក់ក្រុមហ៊ុនជាពាក់មិត្តភ័ក្តិហើយខ្ចីធនាគារ microfinance ហើយប្រើរបស់ហ៊ូហាទិញទូរស័ព្ទសិតតែ1000ដូច្នេះហើយដូចថាយើងពិចារណាទៅគឺថាគាត់គិតខ្លីអត់វែងឆ្ងាយអញ្ចឹងការគៀងគងថវិកាគឺ0បាត់ហើយមិនបាច់តែគៀងគងទេរហូតតែលុយសងអាបាសគេជពាក់គ្រប់កន្លែងអត់បានផងអញ្ចឹងសំខាន់ណាស់ការគ្រប់គ្រងលុយកាក់របស់ខ្លួនរំនឹងខ្លួនឯងឲ្យនឹងចាស់ទុំហើយចាយកុំខ្ជិះខ្ជាយចេះទុកដាក់សំចៃដូច្នេះហើយខ្ញុំឲ្យក្មួយទាំងអស់បើចង់គៀងគងថវិកាសំលុយរស់ស៊ីគឺចាប់ផ្ដើមពីខ្លួនយើងបាទមិនថាតិចមិនថាច្រើនទេគេមើលទៅលើអេយ៉ាបតយើងគេមើលទៅលើមារយាទយើងគេមើលទៅលើភាពចាស់ទុំរបស់យើងគេមើលទៅភាពតស៊ូរបស់យើងនិងការខិតខំជំនាញរបស់យើងដែលយើងកំពុងធ្វើចាលោកញ៉ាចាអរគុណលោកញ៉ាលោកញ៉ាដោយឡែកតកតនលោកញ៉ាបានលើកឡើងអំពីbusiness plan ឬក៏ហៅថាគម្រោងអាជីវកម្មលោកញ៉ាអាចចែកអំលែកទៅពួកគាត់បានទេថាតើគម្រោងអាជីវកម្មហ្នឹងអ្នកខ្លះគាត់មានជំនាញដោយសារគាត់បានសិក្សាបានខ្ពស់អញ្ចឹងទៅគាត់អាចធ្វើរឿងនឹងបានប៉ុន្តែអ្នកខ្លះគាត់មិនចេះទេអានឹងដូចថាគាត់ការសិក្សាគាត់ឬក៏ចំណេះដឹងគាត់នឹងមានកម្រិតប៉ុន្តែគាត់ជាមនុស្សដែលមានការតស៊ូការសន្សំអីជាដើមប៉ុន្តែគាត់នៅតែខ្វះថាតើលោកញ៉ាអាចចែករំលែកថាតើគម្រោងអាជីវកម្មនឹងអាចជាគេហៅថាគម្រោងអាជីវកម្មមួយសាមញ្ញហើយងាយស្រួលបងប្អូនប្រជាពលរដ្ឋយើងគាត់អាចយកទៅអនុវត្តបានចាលោកញ៉ាសូមជម្រាបពួកគាត់បងចាទី1យើងសួរខ្លួនយើងសិនយើងចង់ធ្វើអីចាហើយបើចង់ធ្វើហ្នឹងរបស់ហ្នឹងយើងចេះអត់ចាយើងមានពិសោធន៍អត់ចាហើយគេមានធ្លាប់ធ្វើនៅបើគេធ្វើច្រើនហូរហៀហើយកុំធ្វើចាសូម្បីតែយើងមានបទពិសោធន៍ច្រើនប៉ុណ្ណាក៏ដោយជួនកាលវាសាមញ្ញយើងត្រូវធ្វើមិនថាដើមទុនប៉ុណ្ណេះទេយើងអាចធ្វើបានល្អចឹងទៀតដោយរៀបចំ business plan ធ្វើអ្វីដែលប្លែកដែលគេមិនទាន់មានហើយយើងធ្វើទៅអាចជោគជ័យប្លែកពីគេវាឯងទី1គឺរបស់ដែលគេមិនទាន់មានរបស់ដែលយើងចេះធ្វើកន្លែងដែលពេញនិយមហ្នឹងទី3ចំណុចហ្នឹងបន្ទាប់មកទៀតយើងធ្វើហ្នឹងតើយើងធ្វើ 100% ទៅលើហ្នឹងឬគ្រាន់តែយើងធ្វើតិចតួចលំហើយយើងទៅធ្វើការរដ្ឋធ្វើការក្រុមហ៊ុនព្រោះឥឡូវនេះខ្ញុំស្ថប់និយាយជាមួយយុវជនជិត10នាក់ហើយ8នាក់ហើយដែលខ្ញុំធ្លាប់និយាយជាមួយគាត់ថាគាត់នៅធ្វើការប៉ុន្តែគាត់មាន business ខាងចាហៀងហើយម្ចាស់ហ្នឹងគាត់ធ្វើទៅយថាកម្មបើសិនដើរហើយទៅហើយជួនកាលគាត់ធ្វើតាមអនឡាញអញ្ចឹងទៅជួនកាលគាត់ចូលមិត្តភ័ក្តិគាត់ទៅគុំសង្ឃឹមតែបានអាហ្នឹងដូចយកលុយទៅលេងលបែងអញ្ចឹងស៊ីសងអញ្ចឹងប៉ុន្តែគ្រាន់តែលបែងអ្នក10អ្នកលេងម្នាក់ទេឈ្នះបើ100អ្នកលេង100មួយទេឈ្នះ99ចាញ់ទៅហើយបើអញ្ចឹងមិនកាស៊ីណូគេធ្វើមហាសេដ្ឋីទេអញ្ចឹងណាដូច្នេះហើយពួកគាត់ភាគច្រើនដែលខ្ញុំស្គាល់ចូលចិត្តតែយកលុយទៅវិនិយោគទៅជាមួយមិត្តភ័ក្តិដាក់មួយគេប៉ុន្តែហើយជួនកាលរស់ស៊ីទៅចូលហ៊ុនគ្នាឲ្យគេមើលទៅគាត់អត់រវីរវល់ទេគាត់អត់ហ៊ានបោះចោលការងារនេះអាហ្នឹងសិតតែ 99.9% យកលុយទៅបោះចោលខាតបងអញ្ចឹងបើចង់ធ្វើ business មុននឹងរៀបចំ business plan សួរខ្លួនយើងសិនតើយើងនឹងយកចិត្តទុកដាក់ធ្វើវាអត់យើងនឹងចំណាយពេលវេលាធ្វើវាអត់យើងនឹងផ្ដោតចង់អារម្មណ៍ទឹកចិត្តអញ្ចឹង business plan ដូចខ្ញុំនិយាយអញ្ចឹង3ចំណុចមុនអញ្ចឹងបន្ទាប់មកយើងត្រូវសួរខ្លួនតើបើយើងធ្វើថ្លៃជួលប្រមាណហើយពីអ្នកប្រតិពន្ធយើងបើសិនយើងធ្វើទៅឬម្នាក់ឯងធ្វើទៅយើងធ្វើការឲ្យគេបានមួយខែ300ឬក៏500ចុះបើយើងមកធ្វើហ្នឹងយើងចំណាយថ្លៃផ្ទះថ្លៃទឹក
ថ្លៃភ្លើងថ្លៃជួសជុលឧបករណ៍ថ្លៃរៀបចំអវ៉ាន់ទិញតុកជោហើយថ្លៃទឹកថ្លៃគេហៅធុងសេនទ្រីហើយថ្លៃអីផ្សេងទៀតថ្លៃតាក់ថ្លៃបតង់ថ្លៃទាំងអស់ហ្នឹងបូកចូលគ្នាមកតើយើងចំណាយអស់ប្រមាណហើយបើយើងធ្វើចំណូលបានប្រមាណបើយើងទូទាត់គ្នាទៅចាយអស់ហើយសងអស់ហើយបងអស់ហើយយើងសល់ថា1000អាហ្នឹងគេហៅល្អហើយយើងធ្វើការគេបាន500តែយើងបាន1000លើស500ប៉ុន្តែយើងសួរថាខ្ញុំហត់ណាស់ប៉ុន្តែខ្ញុំធ្វើការចិត្ត2ដងខ្ញុំធ្វើការក្រុមហ៊ុនទៅ8ម៉ោងស្រួលមាន incentive មាន benefit ខ្ញុំអាចដើរលេងខ្ញុំមានពេលសម្រាប់បើសិនជាយើងចង់ស្រួលនៅធ្វើការមួយជីវិតប៉ុន្តែបើយើងចង់ធ្វើអ្នករស់ស៊ីអត់មានអ្នករស់ស៊ីណាលើលោកផែនដីនេះចាប់ផ្ដើមមកស្រួលទេមានទាំងពិបាកទាំងប្តីទាំងប្រពន្ធទាំងម៉ែទាំងឪទាំងបងទាំងប្អូនគឺថាកម្លាំងមកភូមិមកស្រុកគេថាដូចចិញ្ចឹមកូនមួយត្រូវការប្រជាពលរដ្ឋមកភូមិចូលរួមគេចង់មានន័យអញ្ចឹងការរស់ស៊ីមួយគឺត្រូវការបងប្អូនក្រុមគ្រួសារមកពូជជំរុញលើកទឹកចិត្តដូចគ្នាចឹងដែរអញ្ចឹងបើយើងហ៊ាននឹងលះបង់ហ៊ាននឹងតស៊ូហ៊ាននឹងទទួលឈឺចាប់ឆ្លងកាត់ទាំងអស់ហ្នឹងគឺបរាជ័យគឺតិចណាស់ business ហ្នឹងគឺកម្រដូច្នេះហើយបើយើងចង់ដឹងពិតប្រាកដយើងទៅដើរចិត្តអ្នករស់ស៊ីទូចតាចតើគេងើបតាំងពីម៉ោងប្រមាណហើយគេទៅផ្ទះម៉ោងប្រមាណហើយគេមានពេលសម្រាប់អត់ថ្ងៃសៅរ៍ទៅគេឈប់អត់ពេលបុណ្យទានគេដើរលេងគេធ្វើអីអ្នកក៏នេះនៅលក់ដូរគេព្យាយាមរហូតតតែគេសំដើមប្រិយទុកសំដើមប្រិយទុកហើយគេអត់ចាយវាប្រេះប្រាស់គេអត់ទិញរបស់ដែលចង់បានគេទិញរបស់ដែលតម្រូវការចាំបាច់អានតិចហ្នឹងធ្វើឲ្យគេរយៈពេល5ឆ្នាំលូតលាស់ធំដល់អត់ដឹងខ្លួនហើយលុយដែលគេសំលុយដែលគេអត់ចាយខ្ជិលលុយគេអត់ប៉ាវមិត្តភ័ក្តិហឺហាជប់លៀងលុយដែលគេអត់បំពាក់លើសម្ភារៈនិយមហ្នឹងមួយឆ្នាំទៅមួយឆ្នាំឡើងពី10000ទៅដល់50000ថ្ងៃក្រោយរបស់ហ្នឹងជោគជ័យដោយថាយើងយកចិត្តទុកដាក់របស់ជោគជ័យដែលយើងប៉ូលីកែច្នៃឲ្យវាទៅល្អភ្ញៀវទុកចិត្តហើយគេចូលចិត្តរបស់ឆ្ងាញ់សេវាកម្មល្អយើងអាចបរិយាទៅមួយកន្លែងទៀតប៉ុន្តែយើងមិនចាំបរិយាទៅកន្លែងទេយើងយកលុយថវិកាយើងបានទៅ reinvest វិនិយោគទុនប៉ុន្លើនឹងបរិយាឲ្យធំថែមសេវាកម្មមកច្រើនថែមបុគ្គលិកឲ្យល្អរៀបចំម្ហូបចានតុកឲ្យបានស្រួលបួកែច្នៃរហូតដល់កន្លែងហ្នឹងគឺថាមានការអាប់ដេតមានការកែច្នៃមានការស្អាតអនាម័យតុបតែងរហូតដែលភ្ញៀវចូលមកមានអារម្មណ៍ថាហេតុអ្វីបានកន្លែងនេះឆ្ងាញ់ហេតុអ្វីបានកន្លែងនេះអត់ធំក្លិនហេតុអ្វីម្ហូបគេគឺអស្ចារ្យបរិយាកាសគឺគួរឲ្យចាប់អារម្មណ៍ទីតាំងចូលមកគឺមានអារម្មណ៍ថាសម្ព័ន្ធភាពល្អកន្លែងហ្នឹងហើយគេហៅថាការយកចិត្តទុកដាក់ផ្ដោតទៅលើអាជីវកម្មហ្នឹងចាលោកញ៉ាដោយឡែកលោកញ៉ាក្រោយពីយើងគៀងគរប្រភពបានហើយនឹងការគ្រប់គ្រងហិរញ្ញវត្ថុដំណាក់កាលក្រោយមកនេះជាដំណាក់កាលហានិភ័យទេលោកញ៉ាហើយថាតើយើងត្រូវធ្វើអ្វីបន្តទៀតមានន័យថាយើងគៀងគរបានហើយយើងមានន័យអាជីវកម្មយើងចាប់ផ្ដើមដំណើរការប៉ុន្តែកំឡុងពេលហ្នឹងអាចជាកំឡុងពេលដែលថាជាកំឡុងពេលហានិភ័យខ្ពស់ទេហើយយើងត្រូវធ្វើអីបន្តទៀតចា៎ពេលប្រមូលថវិកាបានភ្លាមហានិភ័យខ្ពស់ជាងគេបង្អស់ពីព្រោះភាគច្រើនគាត់ឃើញលុយគាត់ខ្វះកគាត់ចាយខុសខ្ទង់គាត់ចាយអត់គិតគាត់ទិញរបស់ដែលអត់ចាំបាច់ដោយសារគាត់ឃើញថាលុយហ្នឹងអាចធ្វើនេះបានទិញនោះបានគាត់ភ្លេចគិតថាការទិញមួយនេះតើលុយប៉ុណ្ណឹងគ្រប់អត់តើគាត់ចាយអស់ហើយតើគាត់សល់ប្រមាណដើម្បីបំរុងទុកប្រមាណខែក្រោយអា5 3ទៅ6ខែហ្នឹងគេថាលុយចាយ free អត់មានចំណូលទេអត់មានចំណេញទេគឺថាចាយទប់ហើយបើក្នុងកំឡុងពេលទប់ពីក្រុមហ៊ុនតូចគេហៅថាពី3ទៅ6ខែក្រុមហ៊ុនធំ6ខែទៅ1ឆ្នាំក្រុមហ៊ុនធំយ៉ាងហ្នឹងគឺ1ឆ្នាំទៅ2ទៅ3ឆ្នាំគឺគេហៅថាចំណាយទប់បាទហើយអ្នកខ្លះគាត់បើភ្លាមគាត់តាំង3ឆ្នាំដំបូងដឹង6ខែដំបូងនឹងចំណេញហើយអត់ទេក្រុមហ៊ុនតូចពី3ទៅ6ខែក្រុមហ៊ុនមធ្យមល្មមគឺ6ខែទៅ1ឆ្នាំក្រុមហ៊ុនធម្មតាទូទៅគឺ1ឆ្នាំទៅ3ឆ្នាំគេសន្សំដែលថាចាយមិនសង្ឃឹមតែចំណេញទេហើយចាយទប់ហើយបើយើងអត់មានលុយបំរុងទេលុយយើងជាងកោមកបានលើថា50000យើងចាយអស់លេងសល់តែ10000គឺករងទីតាំងអារម្មណ៍តែព្រោះអត់មានលុយសគួរទេដូច្នេះហើយយើងសគួរអីគេខ្លះសគួរថាតើបុគ្គលិកយើងប៉ុណ្ណឹងយើងចំណាយពេល3ទៅ6ខែព្រោះនាំឲ្យគេស្គាល់នាំធ្វើ marketing ទៅនាំតែភ្ញៀវមកញ៉ាំទៅនាំតែស្បង់នេះសេវាកម្មនោះសមការប្រាក់គេអស់នឹងហើយតើយើងមានលុយគ្រប់សគួរអត់
vừa khai